ឧបករណ៍វាស់អំពែអំសម្រាប់MV រហូតដល់35 kV ណាហ្នឹងហើយE Climater នេះ Climater ណាអានេះwireless ទូសញ្ញាអានេះដងវាដែលអាចហូតបានដល់4ម៉ែត្រចឹងអានេះតជាមួយដងវាទៅយើងហូតវាស់ MV ណាហ្នឹងហើយអានេះជាប្រភេទmodel GD 80 9100B high voltage ចឹងមាន certificate មាន factory test report ដៃគូជាមួយ Caleb ហ្នឹងហើយចឹងវា wireless ចឹងយើងអាចបាន30ម៉ែត្រទៅចឹងមិនមែនវាស់តែ MV ទេវាស់ LV ក៏បានដែរវាស់ MV ក៏បានដែរ LV ក៏បានដែរហើយការវាស់របស់វាបាននេះCT Climater integrate method ណាចឹងអាចវាស់ពី0ពី0មីលីអាំពែដល់6មីលីអាំពែហើយអាចវាស់តង់ស្យុងដល់35 kV អាហ្នឹងអត់បា conductor ព្រោះមានអាច isolon ទៀតបានដល់60 kV ប៉ុន្តែយើងវាស់ត្រឹម35 kV ចុះណាហ្នឹងហើយអញ្ចឹងLV ក៏វាស់បានដែរណាហ្នឹងហើយអញ្ចឹងវា wireless អញ្ចឹង30ម៉ែត្រណាហ្នឹងហើយអញ្ចឹងយើងមានទាំងអស់ណាទាំងcertificate factory inspection ដែលជាដៃគូជាមួយ Caleb ណាអញ្ចឹងគឺត្រូវតែឆ្លងកាត់ pass របស់ Caleb ហ្នឹងហើយនៅពេលដែលយើងវាស់យើងយកនេះតជាមួយនេះទៅយើងដងនេះអាច4ម៉ែត្របាន4ម៉ែត្រអញ្ចឹងបាន4ម៉ែត្រអញ្ចឹងតទៅពេលវាស់ MV បានយើងសូកពីក្រោមយើងរុកមកវាចូលអញ្ចឹងចូលអញ្ចឹងអំពែដែលវាវាស់បានហ្នឹងវានឹងបញ្ជូនទៅអា receiver នេះប្រើ wireless នេះអញ្ចឹងឃើញអំពែនៅនឹងហ្មងណាហ្នឹងហើយព្រោះ MV យើងអាចនៅគៀកបានទេ LV យើងអាចនៅគៀកបានប៉ុន្តែនេះមិនមែនវាស់បានតែ MV ទេ LV ក៏បានដែរណាហ្នឹងហើយអញ្ចឹងណាដងយើងត Climater រួចហើយតទៅពេលនេះយើងអាចហូតវាបានហូតវានេះហូតបាន4ម៉ែត្រណាហូតបាន4ម៉ែត្រអញ្ចឹងរាល់នេះវាមានកលឹះវាណានេះគេកលឹះចេះអញ្ចឹងអាចបាន4ម៉ែត្រណានេះអាចបាន4ម៉ែត្រអញ្ចឹងណាអញ្ចឹងមានមួយកលាក់មានកលឹះវាអញ្ចឹងណាហ្នឹងហើយតែយើងចង់នេះវាចូលវិញយើងមួលវាបន្តិចមកអញ្ចឹងយើងហុកមកកលាក់មកចុះក្រោមតាមមួយកលាក់របស់វាអញ្ចឹងណាអញ្ចឹងមានប្រឡោះវាដើម្បីទប់មួយកលាក់ណាហ្នឹងហើយឥឡូវពូលនឹងពងវាស់ជាមួយ Climater ខ្ញុំ155មីលីអាំពែណាហ្នឹងហើយអញ្ចឹងឥឡូវខ្ញុំនឹងបញ្ជូនវាណាអានេះខ្ញុំចូល E ដែរនេះបញ្ជូនវាតាមនេះខ្ញុំបើកភ្លើងអានេះណាចូល E បញ្ចូលណាចូលនេះបើកហើយខ្ញុំបើកអានេះបើក receiver អញ្ចឹងវាឃើញអំពែវាប្រហាក់គ្នាទេមីលីអាំពែវាឃើញទេ156 157មីលីអាំពែដូចគ្នាអញ្ចឹងឥឡូវបើខ្ញុំសេរីមីលីអាំពែឡើងទៀតណាខ្ញុំសេរីទៀតណាឃើញទេ171 172យើងវាអៀងតិចមីលីអាំពែអញ្ចឹងបានវា précis ណាស់ហ្នឹងចៃអានេះយើងអាចនេះវា story បានដល់99 channel អញ្ចឹងឥឡូវយើង hold វាណា99 channel ក៏ hold លេខ1 172 ពែមីលីអាំពែឥឡូវយើងបើក hold វិញយើងនេះទៀតយើងសេរីទៀតណាឥឡូវអាំពែវាឥឡូវឡើង183មីលីអាំពែយើង hold មួយទៀតនេះលេខ2នេះឃើញទេ183មីលីអាំពែណាឥឡូវយើងបើកទៀតយើងយកតែ3គ្រូបបបានណាឥឡូវនេះ190អញ្ចឹង190មីលីអាំពែអញ្ចឹងនេះលេខ3ណាហ្នឹងហើយឥឡូវយើងបើកហូឥឡូវយើងចង់ check វាអា3ដែលយើង storage មិញហ្នឹងណាហ្នឹងហើយយើងចុចមកនេះឃើញវាចេញ MR នេះអញ្ចឹងអា channel ទី1មិន172មីលីអាំពែ channel ទី2មិន183មីលីអាំពែដែលយើង storage មិញហ្នឹងណាហ្នឹងហើយអា channel លេខ3មិន190អញ្ចឹងយើង story តែ3
channel ឬ3 group នឹងឯងណាវាដល់99ហ្នឹងហើយអញ្ចឹងយើងចង់ delete វាវិញក៏បានយើងចុចចេះមកពីរដង delete អញ្ចឹងវានឹងនេះសារថ្មីណាហ្នឹងរាប់សារថ្មីយើងអត់ចង់ story អញ្ចឹងគេអញ្ចឹងបើវា crazy ណាហ្នឹងហើយអញ្ចឹងអានេះវាបញ្ជូលមកនេះអញ្ចឹងអានេះយើងយកចង់យកទៅដាក់ណាក៏បានដែរណា30ម៉ែត្រពីអាហ្នឹងណាពីអា climate meter ហ្នឹងណាហ្នឹងហើយអញ្ចឹងរាល់ទាំងអស់ត្រូវតែមានការ pass Caleb pass ណាហ្នឹងហើយ